ទឹកដោះតែថ្លៃជាប់ក្នុងគំនរអគារបាក់រលំនៅមីយ៉ាន់ម៉ាជាង50ម៉ោងតែមិនអីព្រោះបានទឹកសុទ្ធ4ដបមានករណីរបស់នារីម្នាក់ដែលជាជនរងគ្រោះនៅក្នុងហេតុការណ៍រញ្ជួយដីនាប្រទេសមីយ៉ាន់ម៉ាបានធ្វើឲ្យមហាជនមានការរំជួលចិត្តអាណិតជាខ្លាំងដោយនាងបានជាប់នៅក្នុងគំនរសណ្ឋាគាររលំជាង50ម៉ោងតែចុងក្រោយរួចខ្លួនមកបានដោយសារតែទឹកសុទ្ធ4ដបតាមព័ត៌មានបានឲ្យដឹងថានារីរូបនេះបានជាប់នៅក្នុងគំនរសណ្ឋាគារមួយកន្លែងនាទីក្រុងម៉ានដាលេប្រទេសមីយ៉ាន់ម៉ានាងបានជាប់នៅក្នុងនោះជាង50ម៉ោងតែនាងអាចរក្សាជីវិតរបស់ខ្លួនបានគឺព្រោះតែនាងមិនភិតភ័យនិងមានសតិនាងដឹងខ្លួនថានាងចេញក្រៅមិនរួចទើបនាងព្យាយាមរកវិធីរក្សាកម្លាំងដោយការផឹកទឹក4ដបដែលមាននៅក្នុងបន្ទប់និងរងចាំទាល់តែមានអ្នកមកសង្គ្រោះនាងចេញទៅក្រៅយ៉ាងណាមិញតាមព័ត៌មានបានឲ្យដឹងថានាងស្ថិតក្នុងសភាពទន់ខ្សោយខ្លាំងណាស់នៅពេលដែលនាងត្រូវបានគេជួយសង្គ្រោះតែនាងមិនបង្ហាញការភិតភ័យអ្វីឡើយដោយឡែកមានមនុស្សចំនួន5នាក់ដែលបានជាប់ក្នុងសណ្ឋាគារខាងលើក្នុងនោះគេសង្គ្រោះបាន2នាក់ហើយតែមានតែម្នាក់ដែលនៅមានជីវិតប៉ុណ្ណោះហើយម្នាក់នោះគឺជារូបនាងនេះឯង